រៀបសួរលោកយាយលោកតាចាអរគុណក្មួយចាលោកយាយមានឈ្មោះអីគេដែរយាយឈ្មោះទុយសរមចុះលោកតាលោកយាយមនមនចាលោកតានិងលោកយាយឆ្នាំថ្មីនេះមានអាយុប៉ុន្មានឆ្នាំហើយយាយចូល64 63ហើយតាប្រហែល67ចាលោកយាយសប្តាហ៍ថ្ងៃស្នាក់នៅជាមួយនឹងកូនណាយាយក៏តាពីអ្នកប្តីជាមួយកូនចានៅជាមួយកូនកណ្ដាលចាលោកយាយអាចជួយបញ្ជាក់បានទេថាសប្តាហ៍ថ្ងៃលោកតាគាត់មានជំងឺប្រចាំកាយអីអត់យាយស្ពឹកដៃស្ពឹកជើងនិយាយអត់ច្បាស់ចុះការញ៉ាំដូចអាហារឬក៏ការសម្រានអីគាត់ពេលសម្រានបានធម្មតាក៏មានធ្វើទុអាការៈអីដែរអត់មានឈឺអីនេះទេវាអន់វាឈឺនោះវានៅហួលដៃនឹងជើងហើយហូបបាយធម្មតាទេបើមានមហូបគាត់ហូបបានក្រែក្រាន់មកថាអត់ដាច់ម្ដងចេះក៏ចោះបន្តិចបន្តួចយាយអ្នកមើលថៃគាត់ផ្ទាល់ហើយយាយណាចាហ្នឹងហើយយាយថ្ងៃនេះចៅបាននាំយកនៅថវិកាដែលអ្នកម្ចាស់ទៀនមានឈ្មោះថាប៉ែនសៀននិងច័ន្ទឆូតព្រមទាំងកូនចៅសុងប៉ែននិងស្វាមីព្រមទាំងបុត្រនេះគឺជាឈ្មោះអ្នកម្ចាស់ទៀនដែលគាត់មានចិត្តជាសប្បុរសជូនថវិកាលោកយាយចំនួន 10,000 រៀលណាយាយជាចុងក្រោយលោកយាយមានពាក្យពេចន៍ជូនពរអ្នកម្ចាស់ទៀនអរគុណក្មួយប្រុសក្មួយស្រីឲ្យបានអាយុវែងទៅទីណាឲ្យតិចទៅទីណាឲ្យតិជុំក្មួយប្រុសក្មួយស្រីតូចធំកមុំកន្លោះកូនសិស្សសាលាឬជានៅលាវឬជាចាស់ជារាឬជាក្មេងរស់ស៊ីមានបានតិចតិជុំក្មួយប្រាថ្នាប្រុសស្រីប្រាថ្នាយ៉ាងណាក៏ឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាសាធុយាយសាធុលើដៃថ្វាយព្រះចាលោកយាយមានឈ្មោះអីគេដែរលោកយាយឈ្មោះនេះយាយចាយាយហ៊ីងស៊ីមសប្តាហ៍យាយអាយុប៉ុន្មានឆ្នាំហើយយាយអាយុ10 76ចាហើយសប្តាហ៍នេះយាយស្នាក់នៅជាមួយកូនណាយាយមួយកូនពីរនាក់កូន3នាក់ចាហើយយាយមានជំងឺឈឺតកាត់អីទេយាយឈឺស្កាត់ឃើញដល់កងនេះដល់ទៅណាគេប្រចាំកាយណាយាយប្រចាំកាយចាចុះចាមានប្រចាំកាយមានដល់ទៅណាគេតោបនទៀនអីបានគេឌុបើគីមឌុបអត់ចាយាយចុះតើទៅនឹងការសម្រានអីសម្រានបានធម្មតាសម្រានបានធម្មតាណាយប់ណាក៏លក់យប់ណាក៏អត់លក់ទៅចូលសម្រានទៅឯងមកខ្លាចតារឿងសម្រានរឿងជើងត្រង់ទៅឯងទេយប់ឡើងក៏សម្រានទៅឯងក៏ឌីមលក់អុយលក់ទៅឯងចាយាយបានពីថ្ងៃបានអាចោមកឌីបងហ្នឹងហើយយាយថ្ងៃនេះចៅបាននាំយកនៅថវិកាចំនួន 10,000 រៀលដែលអ្នកម្ចាស់ទៀនមានឈ្មោះថាប៉ែនសៀននិងច័ន្ទឆូតព្រមទាំងកូនចៅសុងប៉ែននិងស្វាមីព្រមទាំងបុត្រគាត់មានចិត្តសប្បុរសជូនជាថវិកាលោកយាយចំនួន 10,000 រៀលយាយមានពាក្យពេចន៍ជូនពរអ្នកម្ចាស់ទៀនយាយសាធុពុទ្ធទាំងធម្មងសង្ឃខាងជាអសុខស្បាយដែលអ្នកចាស់ដើមទៀនប្រធានដើមគណិតគេយកលុយកាក់ប្រាក់កម្មជូនយាយដែលយាយពលកម្មដែលយាយតុំរួចនេះក៏បានហូបមកភាសាយាយដែលកាត់ទៅមុនដែលកាត់ជើងមុននេះឲ្យបានដុតដល់យល់ស្របគេរៀនចេះដេញប្រឡងជាប់ស្នាយទីជួបសេចក្តីសុខសេចក្តីចម្រើនរស់ស៊ីមានបានកើតការវាលគុំតិចតិជុំជួបជុំក្រុមគ្រួសារកូនអ្នកចាស់ដើមទៀនប្រធានដើមគណិតនេះតោថ្នាមានជ័យចំណាស់ឆ្នះមានសត្រូវក្មេងមានសេរីវិសុំកូនបានសេចក្តីសុខសេចក្តីចម្រើនអាយុគីអុយរស់បានអាយុវែងសាធុសួរលោកយាយចាធូបដៃថ្វាយព្រះចៅចាលោកយាយមានឈ្មោះអីគេដែរលោកយាយឈ្មោះយាយរ៉ូតចាសប្តាហ៍ថ្ងៃយាយមានអាយុប៉ុន្មានឆ្នាំហើយយាយអាយុ65យាយស្នាក់នៅភូមិអីគេដែរយាយភូមិថ្នល់យាយសប្តាហ៍ថ្ងៃមានកូនចៅប៉ុន្មានអ្នកអីយាយកូនចៅ4បានទៅឆ្ងាយអស់ហើយនៅតែមួយនេះថ្នាក់នៅមួយកូន2នៅមួយបងសប្តាហ៍ថ្ងៃយាយមានធ្វើនំលក់អីទេយាយគឺធ្វើក៏ទេចៅអត់ស្រួលឈប់ធ្វើឈប់ហើយចាចុះយាយមានជំងឺប្រចាំកាយអីអត់យាយជំងឺប្រចាំកាយយាយនោះឈឺអីគេដែរយាយចង់លើសឈាមជាតិសកលចានឹងហើយយាយថ្ងៃនេះចៅបាននាំយកនៅថវិកាចំនួន 10,000 រៀលដែលទទួលបានពីប៉ែនសៀននិងច័ន្ទឆូតព្រមទាំងកូនចៅសុងប៉ែននិងស្វាមីព្រមទាំងបុត្រគាត់មានទឹកចិត្តជាសប្បុរសហើយយាយជូនប្រាក់លោកយាយចំនួន 10,000 រៀលយាយមាន
ពាក្យពេចន៍ជូនពរដល់ម្ចាស់ទៀនណាយាយ សាធុចៅមានចិត្តជ្រះថ្លាយកប្រាក់មកជូនយាយនេះក៏ឲ្យបានផលបានទៅយាយទៅតាញាតិកាតាំងពីសន្តានសម្បត្តិមួយសម្បត្តិទេវតាសម្បត្តិអស្ចារ្យសម្បូរសិលទៀនសម្បត្តិព្រះនិព្វានសូមអូយមិនចាស់ទៀននេះបានសេចក្តីសុខផុតចាក់ទុណាចៅសុខចម្រើនយាយចេះអើយពូច្រើនទៅចៅ សាធុជំរាបសួរថ្ងៃនេះខ្ញុំបានមកដល់ផ្ទះបងស្រីជាអានជំរាបសួរបងស្រីចាសប្តាហ៍បងមានអាយុប្រហែលឆ្នាំហើយបង 36ហើយ ចា36បងសប្តាហ៍មានជំងឺប្រចាំកាយអីអត់បង អត់ទេ អត់ឈឺទេណាចាបងមានកូនប៉ុន្មានអ្នកដែរបង មានកូន4ទេបួសមួយនៅសល់3នាក់ ចា3នាក់សប្តាហ៍បងស្នាក់នៅជាមួយ នៅជាមួយអ្នកម្ដាយ ចោលតើតើនឹងការសម្រានអីបងធម្មតាអត់ឈឺអីទេណា អត់ទេ អត់ទេសម្រានបានអីពិសាបានចាហ្នឹងហើយបងថ្ងៃនេះខ្ញុំបាននាំយកនៅថវិកាចំនួន 100000 រៀលអញ្ចឹងខ្ញុំសូមឲ្យនាងស៊ីណាអានឈ្មោះអ្នកម្ចាស់ទៀនបង គេមានឈ្មោះថាមួយប៉ែនសៀននិងច័ន្ទឆោតព្រមទាំងកូនចៅពីរសងប៉ែននិងស្វាមីព្រមទាំងបុត្រ នេះគឺជាឈ្មោះអ្នកម្ចាស់ទៀនណាបងដែលគាត់មានចិត្តជាសប្បុរសជូនជាថវិកាទៅកាន់បងស្រីចំនួន 100000 រៀលចង់បងមានជាពាក្យពេចន៍ជូនពរអ្នកម្ចាស់ទៀនទេបង អរគុណម្ចាស់គេដែលបានជូនលើខ្ញុំ100,000នេះសូមឲ្យគាត់អាយុវែងជួបតែសំណាងល្អ ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរអគុណដល់អ្នកម្ចាស់ទៀនដែលមានចិត្តជាសប្បុរសជូនជាថវិកាទៅកាន់បងស្រីជាអានចំនួន 100000 រៀលហើយនាងខ្ញុំក៏សូមជូនពរឲ្យអ្នកម្ចាស់ទៀនមាននៅសុខភាពល្អទាំងកម្លាំងកាយនិងកម្លាំងចិត្តចាសូមអរគុណជំរាបសួរលោកតាចាលោកតាមានឈ្មោះអីគេដែរតា ជាផន ឈ្មោះដូចខ្ញុំដូចតាខ្ញុំដែរចាសប្តាហ៍តាមានអាយុប៉ុន្មានឆ្នាំហើយតាអាយុតា 81 សប្តាហ៍តាស្នាក់នៅជាមួយកូនក៏នៅក្នុងផ្ទះម្នាក់ឯង ម្នាក់ឯង អ្នកឯងចិត្តកូនណាតា នៅចិត្តចៅពីកូន ចា មុំសាល់ម៉េចហ្នឹងម៉េច ចាចុះតាសុខភាពមិនដែរតា ទៅភាពមានអីព្រមបានដើរទៅណារួចថ្ងៃនេះវាអន់ភ្នែកដើរប៉ះថ្ងៃទៅពេល ចាចុះតាមានជំងឺអីប្រចាំកាយដែរទេ អត់ ចា ទេអត់ដែរមាន រឹងមើលតា តែប៉ុណ្ណេះ សុខភាពមើលមួនណាចាចុះតាសប្តាហ៍មានបកបមុខរបរដូចលក់អីដែរទេតា ទេមានលក់អីទេ ចា នោះដើររើសអ៊ីចៃលេងតិច ហ្នឹងហើយតាថ្ងៃនេះចៅបាននាំយកនៅថវិកាចំនួន 100000 រៀលអញ្ចឹងចៅសូមឲ្យស៊ីណាអានឈ្មោះអ្នកម្ចាស់ទៀនតា អ្នកម្ចាស់ទៀនមានឈ្មោះថាមួយប៉ែនសៀននិងច័ន្ទឆោតព្រមទាំងកូនចៅពីរសងប៉ែននិងស្វាមីព្រមទាំងបុត្រ ចាតានេះជាឈ្មោះអ្នកម្ចាស់ទីណាតាមានចិត្តជាសប្បុរសជូនប្រាក់លោកតាចំនួន 100000 រៀលអញ្ចឹងតាមានជាពាក្យពេចន៍ជូនពរអ្នកម្ចាស់ទីនេះតា សាធុសូមបានអ្នកផលដល់ក្មួយបានសេចក្តីសុខសេចក្តីចម្រើនគុណទេវតាថ្មីនេះជួយថែរក្សាក្មួយរស់ស៊ីមុខរបរអ្វីក៏សូមប្រកបដោយបានសេចក្តីសុខសេចក្តីចម្រើនសូមអរជួបនៅសិលឲ្យ5ជួយថែទាំសិល8រស្មីទ្រង់ព្រាសិល10ចូលមកសពបិទបាំងរាងកាយសត្រូវមកមុខលងមកក្នុងលាយផាត់ជិះចេញឆ្ងាយកំប៉ះពិលបានម្យ៉ាងទៀតសូមអរជួបពុទ្ធពោ5កាយុវណ្ណៈសុខៈបដិជនៈកំបីគ្រឿងគ្រាសម្បត្តិ5កានាងទាំង2ទាំង3ទាំងចាប់ប្រាថ្នានៅលើសម្បត្តិណាមួយក៏សូមសម្រេចទៅជំរាបសួរលោកយាយ ចាសុខសប្បាយចា ចាយាយមានឈ្មោះអីគេដែរយាយ ឈ្មោះភឿងឆាន ភឿងឆានសប្តាហ៍យាយមានអាយុប៉ុន្មានឆ្នាំហើយយាយ អាយុ68ចា ចាសប្តាហ៍យាយរស់នៅម្នាក់ឯងក៏ជាមួយកូនយាយ ជាមួយចៅផងកូនផងហ៎ នេះចៅទាំងអស់ហើយយាយណា ចៅទាំងអស់ហើយ ចាចុះចៅបានរៀនបានសូត្រអត់យាយ ចៅរៀនអត់បានរៀន2 អត់បានរៀន2ចាចុះយាយសប្តាហ៍មានជំងឺប្រចាំកាយអីទេយាយ ចាមានចៅមានជំងឺឈឺចង្កួងឈឺទឹកកឹបជើងទឹកកឹបដែរប៉ុន្តែដើរបាន ចាយាយចាហ្នឹងហើយយាយថ្ងៃនេះចៅបាននាំយកនៅថវិកាចំនួន 100000 រៀលអញ្ចឹងចៅសូមអានឈ្មោះអ្នកម្ចាស់ទៀនណាយាយ ចា ទី1គឺប៉ែនសៀននិងច័ន្ទឆោតព្រមទាំងកូនចៅ
ចា ពីសុងប៉ែននិងស្វាមីព្រមទាំងបុត្រនេះគឺជាឈ្មោះអ្នកម្ចាស់ទៀនណាយាយ ចា ចាមានចិត្តជាសប្បុរសជូនលោកយាយចំនួន 100000 រៀលហើយនេះអង្គបោះอะไรជគុណមីឡែហ្មងយាយអង្គនាងអំពុកទំដាក់ថ្មីដែរ ចា អញ្ចឹងសូមជូនយាយអញ្ចឹងយាយមានជាពាក្យពេចន៍ជូនពរអ្នកម្ចាស់ទៀនណាយាយ ចាសាធុកូនណាងទៀនណាងប្រមយជូនតោខ្ញុំសូមអត់ទើចំពោះទៅដល់ដែលអ្នកម្ចាស់ទៀនមានចិត្តជ្រះថ្លាឲ្យទៀនខ្ញុំនេះណាសូមទេវតាឲ្យពរឲ្យជ័យសុខសួស្តីសុខចម្រើន